នាងកំពុងព្យាយាមរត់គេចពីជនចាប់ចម្រិតប៉ុន្តែនាងរត់ទៅដល់ផ្ទះមួយទ្វារបែកជាចាក់សោទៅវិញនាងមានការភ័យស្លន់ស្លោហើយក៏សម្រេចពួននៅជំនាញផ្ទះបន្ទាប់មកនាងបានលឺសំឡេងម៉ាស៊ីនឡានកាន់តែជិតមកដល់ហើយក៏ឈររឹងខ្លួនចំពេលនោះដែរកាមេរ៉ាសុវត្ថិភាពបានថតជាប់ឡានវ៉ានពណ៌ប្រផេះមួយគ្រឿងបានបើមកឈប់នៅផ្ទះដដែលនោះបរិសុទ្ធមានអាវុធ2នាក់បានចុះពីលើឡានដោយក្តីរំភើបស្ត្រីនោះបានលុបពួននៅខាងក្រោយផ្ទះវិញបរិសុទ្ធទាំងពីរនោះបានចាប់ផ្ដើមរុករកជុំវិញផ្ទះនោះដើម្បីស្វែងរកស្ត្រីដែលតបតែរត់គេចពីពួកគេបន្ទាប់ពីស្វែងរកមួយសន្ទុះមកក្នុងចំណោមពួកគេម្នាក់ក៏ឆ្ងល់ថានាងបានបាត់ទៅណាចំពេលនោះដែរស្ត្រីរូបនោះបានលបមើលតាមជុំជញ្ជាំងហើយឃើញថាឡានវ៉ាននោះមិនមានមនុស្សទេដោយប្រមូលភាពក្លាហាននាងបានរត់យ៉ាងលឿនសម្ដៅទៅរកឡាននោះហើយសង្ឃឹមថាពួកគេប្រហែលបានទុកសោឡាននៅខាងក្នុងហើយនាងបានរត់គេចខ្លួនដោយជោគជ័យនាងបានទូរស័ព្ទទៅលេខ911ភ្លាមប៉ុន្តែគួរឲ្យស្ដាយឡានវ៉ាន់ដែលពួកគេទាំងពីរប្រើប្រាស់នោះជារបស់លុយគេមកសោះហើយនេះហើយប៉ូលីសមិនមានមធ្យោបាយដើម្បីតាមដានរកមុខសញ្ញាដែលព្យាយាមចាប់ចម្រិតនាងឡើយ